ពីចំណុចដែលផ្លាស់ប្ដូរវីដេអូរបស់ខ្ញុំពីបែបនេះមកបែបនេះដល់អស់លុយ1រៀលទី1ខ្ញុំគ្រាន់តែបើកប្អួយនៅផ្នែកខាងឆ្វេងដៃរបស់ខ្ញុំដើម្បីឲ្យមានពន្លឺចូលមកលើផ្ទៃមុខរបស់ខ្ញុំទី2ខ្ញុំគ្រាន់តែបើកតែតនឹងទ្វារនៅផ្នែកខាងមុខដើម្បីឲ្យមានពន្លឺជះមកផ្នែកខាងមុខរបស់ខ្ញុំដូច្នេះគឺយើងមានចំណាយលុយអីសូម្បីតែ$1បាទជំរាបសួរអ្នកគ្នាវិលមកកាន់ជាមួយនឹងវីដេអូថ្មីខ្ញុំបាទអំណានអញ្ចឹងតើតើនឹងការថតអ្នកគ្នាគួរតែរកទិសដៅមួយណាដែលមានពន្លឺចូលមកកាន់យើងឲ្យបានច្រើនហើយយើងអញ្ចឹងដោយអ្នកគ្នាឃើញមុននឹងអញ្ចឹងគឺខ្ញុំបានបើកជាមួយនឹងប្អួយរបស់ខ្ញុំមួយហើយនឹងទ្វាររបស់ខ្ញុំមួយ quality video យើងមើលទៅមានអារម្មណ៍ថាដូចរៀបចំភ្លើងនៅកន្លែងហ្នឹងមួយដែលមានប្រភេទភ្លើងច្រើនអញ្ចឹងដូចអ្នកគ្នាឃើញអានេះវាស្មើនឹង feel light មកលើផ្ទៃមុខរបស់ខ្ញុំហើយផ្នែកខាងមុខនេះវាអាចថាជា hard light ហើយអញ្ចឹងខ្ញុំប្រើភ្លើងធម្មជាតិសុទ្ធអញ្ចឹងវាខាងនេះវាខ្មៅហើយអញ្ចឹងវាមើលទៅបែប natural យើងអត់មានប្រើភ្លើងសិប្បនិម្មិតឬក៏ភ្លើងអីផ្សេងយើងអត់ទេគឺល្ងិតសុទ្ធសាធតែម្ដងយើងគ្រាន់តែបើកប្អួយបើកទ្វារអ្នកគ្នាទទួលបាន quality ប៉ុណ្ណេះអញ្ចឹងបើសិនជាអ្នកដែលអត់មានភ្លើងឬក៏មិនទាន់ជាហ៊ានចំណាយលុយទៅទិញភ្លើងយកមកប្រើប្រាស់នៅក្នុងការថតយើងអាចប្រើប្រាស់ពន្លឺតាមរយៈប្អួយឬក៏ទ្វារឬក៏យើងអាចមើលទីតាំងរបស់យើងកន្លែងណាដែលវាមានពន្លឺចូលស្អាតចឹងណាអ្នកគ្នាអញ្ចឹងដូចអ្នកគ្នាឃើញគឺខ្ញុំអត់ចំណាយលុយសូម្បីតែ$1ចំណាយទៅលើភ្លើងទាំងអស់នឹងយកមកប្រើទេអញ្ចឹងកម្រិត quality ប៉ុណ្ណេះខ្ញុំគិតថាវាជាកម្រិតមួយដ៏ល្អដែរសម្រាប់យើងធ្វើវីដេអូខ្លីៗនិយាយនៅក្នុង YouTube ឬក៏ platform មួយចំនួនដែលយើងបង្កើតជាមាតិកាអញ្ចឹងទៅអញ្ចឹងបើសិនជាអ្នកគ្នាចង់ថតរបៀបហ្នឹងគឺខ្ញុំមានកណិតមួយតែតទៅនឹងពេលវេលាគឺអ្នកគ្នាត្រូវជ្រើសរើសម៉ោងពីចន្លោះម៉ោង10ទៅម៉ោង2ឬក៏3អ្នកគ្នាពេលវេលាហ្នឹងគឺមានពន្លឺថ្ងៃភ្លឺខ្លាំងតែមួយទៀតគឺអ្នកគ្នាត្រូវដឹងដែរទីតាំងអ្នកគ្នាហ្នឹងនៅផ្នែកខាងណានៃពន្លឺថ្ងៃបើសិនជាទីតាំងអ្នកគ្នានៅក្នុងផ្ទះអ្នកគ្នាមានប្អួយនៅផ្នែកខាងលិចអញ្ចឹងទៅអញ្ចឹងអ្នកគ្នាគួរតែជ្រើសរើសម៉ោង2ម៉ោង1ម៉ោង2ទៅម៉ោង3ចន្លោះម៉ោងហ្នឹងតែបើសិនអ្នកគ្នាមានទីតាំងនៅផ្នែកខាងកើតវិញអ្នកគ្នាគួរតែជ្រើសរើសពេលវេលាម៉ោង10ទៅម៉ោង2:10អ្នកគ្នាគឺជាម៉ោងដែលវាមានពន្លឺថ្ងៃភ្លឺជះចូលមកតាមប្អួយរបស់យើងឬក៏មាត់ច្រកទ្វាររបស់យើងអញ្ចឹងទៅអញ្ចឹងអរគុណច្រើនខ្ញុំគ្រាន់តែចែកម្លែកទៅទៅនឹងអីដែលខ្ញុំបានរៀបចំវាបែបនេះហើយសង្ឃឹមថាវាជាកម្រិតមួយល្អសម្រាប់ចែកជូនទៅអ្នកគ្នាដែរអរគុណច្រើនខ្ញុំបាទអំណានជួបគ្នានៅវីដេអូក្រោយ